Hello លោកស្រីណាខ្ញុំបាទថាសួរថ្ងៃនេះមកសម្រាប់ដូចជាមួយនឹង Umi episode ទី7បានយើងបន្តទៅដល់ជាងអ្នកដែលមកថែមលើជា Line Subscribe និង Join គ្រប់ Telegram អ្នកផងក៏មកខាពេលយើងចូលសេរឿងរបស់យើងតែម្ដងទៅតែបន្តពីភាពមុនហ្នឹងក៏បានជួបប៉ារបស់គេទៅក៏បានសួរប៉ារបស់គេហ្នឹងមកហ្នឹងទៅអីដែលប៉ារបស់គេហ្នឹងមកហ្នឹងមកជួបភ្ញៀវអីចឹងទៅដែលគ្រឿងប៉ារបស់គេលក្ខណៈថាការងារច្រើនខ្លាំងមែនតែម្ដងបន្តមកក៏សួរទូប្រាប់របស់យើងមកទៅអីមក shopping អីធម្មតាហ្នឹងឯងសួរចុះសួរឡើងយើងក៏បានឃើញម្នាក់ផ្សេងនេះដែលមានឈ្មោះថា Kiyoka ដែលនេះលក្ខណៈជាដៃគូរបស់ប៉ាទូប្រាប់របស់យើងចឹងក៏បានណែនាំឈ្មោះណែនាំឲ្យចឹងទៅតែប្រាប់នេះថានេះគឺជាកូនរបស់ខ្ញុំមានឈ្មោះថា Maki ចេះចុចចុចទាំងបន្ទាប់មកយើងក៏បានឃើញសារលុបមកទូស្រាប់ទូប្រុសរបស់យើងនឹងក៏បានសួរថាតើប្រូនៅណាអង្កាមមកតែប្រាប់របស់គេនឹងក៏ឲ្យទូប្រុសរបស់យើងទៅបើសិនជាគេបញ្ញាបន្ទាប់មកទូប្រុសរបស់យើងក៏បានដើរចេញទៅនឹងជួបពីរអ្នកនោះភ្លាមនឹងដែលធ្វើឲ្យជាមួយនឹងយូក៏បាននិយាយថាអូមើលអត់ដឹងមកយូអ៊ីច្រឡំយូអ៊ីទៅរៃអូមីបារម្ភមកបន្ទាប់មកពេលនឹងអូមីនឹងក៏បានទាញចេះអីចឹងទៅតែបន្ទាប់ពីនឹងមកពួកគេនឹងក៏បានទៅញ៉ាំ BBQ ដែលយើងឃើញទូប្រុសរបស់យើងបានខិតឆ្ងាយជាមួយនឹងពីរអ្នកគេនឹងខ្លាំងមែនទែននិយាយទៅដល់ជាមួយនឹងយូនឹងបាននិយាយទៅកាន់ទូប្រុសរបស់យើងថាបើសិនជាគេអត់ឃ្លានទៅមិនបាច់បង្ខំឲ្យខ្លួនឯងនៅទេបន្ទាប់មកទូប្រុសរបស់យើងថាអីនៅទេគេឃ្លានដែរតែបន្ទាប់មកក៏បានកំងអីចឹងទៅដែលបានឃើញជាមួយនឹងយូនឹងបានអាលក្ខណៈថាដាក់ក្រែមដាក់អីមុនញ៉ាំអាហារបាត់និយាយទៅសាហាវខ្លាំងមែនទែនតញ៉ាំអីផងញ៉ាំរបស់ចឹងបាទពីរអ្នកគេនឹងបានឆ្លុះគ្នាថាមើលមិញដាក់ស្អីគេណាលីជួគ្នាដូចកូនក្មេងបន្ទាប់មកក៏បានថើគ្នាមើលចុះមិញដាក់ស្អីគេចូលគ្រីមចូលសូដាឯណាដូចកូនក្មេងដូចគ្នាសោះប៉ុន្តែយើងឃើញពីរអ្នកគេឆ្លុះគ្នាយ៉ាងសប្បាយរីករាយទៅទូប្រាប់ពីយើងនឹងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនដែលឃើញលក្ខណៈថាមាន memory គូល្អបែបហ្នឹងចឹងតែគេសប្បាយចិត្តរីករាយនៅពេលដែលមានពេលវេលាដ៏ល្អមួយហ្នឹងចឹងនៅក្នុងជីវិតរបស់គេហ្នឹងតែគេនឹងគួរតែបំភ្លេចរឿងចាស់ៗហើយលក្ខណៈថាចាប់ផ្ដើមថ្មីចឹងតែបន្ទាប់ពីហ្នឹងមកយើងកម្មមកដល់ស្អែកឡើងយើងឃើញទូប្រាប់ពីយើងកំពុងតែពាក់កៅអៅរេតដេជាមួយនឹងអូមីដល់ពេលហ្នឹងដែរនឹងអូមីក៏បានមកគោះទ្វារក៏បានអីយ៉ាឃើញអូមីពាក់សំពត់ខ្លីតែម្ដងដែលថាចាំមិនល្ងាមិនបានពាក់សំពត់ខ្លីចឹងបន្ទាប់មកចូលទៅក្នុងផ្ទះដាក់កាហ្វេមួយកែវដាក់ទឹកក្តៅចឹងទៅទូប្រាប់របស់យើងនឹងកលេចមើលដល់នាងថាមើលនាងមិនមែនថាមានណាគ្រាន់ឆ្ងល់ថាហេតុអីបានទៅចេះឲ្យនាងពាក់អាហ្នឹងទៅអីពេលហ្នឹងនាងក៏ថាគេហ្នឹងក៏និយាយត្រូវដូចគ្នាប៉ុន្តែលក្ខណៈថា date មួយមនុស្សដែលគេស្រឡាញ់គេចង់ឲ្យខ្លួនគេស្អាតខ្លួនអីគេចឹងណាអ្នកនេះគូយល់ពេលដែលយើងទៅ date មួយសង្ស័យយើងម្ដងមនុស្សស្រឡាញ់យើងម្ដងយើងត្រូវតែចង់ពាក់ឲ្យស្អាតទាំងពីរអ្នកត្រូវអត់តែគេទៅចង់ពាក់អាក្រក់នៅពេលដែលជួបមនុស្សខ្លួនឯងស្រឡាញ់បន្ទាប់មកនាងក៏បានឆ្លៀសសួរថាថ្ងៃនេះក៏ឯងនាងស្អាតអីមិនដែរប៉ុន្តែទូប្រាប់របស់យើងលក្ខណៈគេអ៊ីនគេចឹងទៅប៉ុន្តែពេលហ្នឹងចង់ក្រោយគេនៅតែសរសើរនាងថានាងស្អាតអីចឹងទៅតែនាងក៏សប្បាយចិត្តរីករាយផងដែរដែលនាងខំធ្វើខ្លួនប៉ុណ្ណឹងមកទូប្រាប់របស់យើងទៅសារប៉ុណ្ណឹងមករត់ទៅសប្បាយចិត្តជាងហ្នឹងទៀតតែបន្ទាប់ពីហ្នឹងមកយើងក៏បានឃើញពួកគេនឹងចេញដើរជាមួយនឹងគ្នាលក្ខណៈថាកាន់ដៃក្តាប់ចឹងទៅប៉ុន្តែចឡើងល្ងាខ្លាំងពេកហ្នឹងពួកគេនឹងក៏បានលក្ខណៈថាកាន់ដៃលឹងហឹបយកតែម្ដងពួកគេកាន់ដៃគ្នាចឹងទៅឲ្យមានលក្ខណៈថាសតនភាពក្តៅចឹងណាទូប្រាប់របស់យើងក៏បានមើលកញ្ចក់ក៏បានមើលជាមួយនឹង outfit ក៏ឲ្យពីរអ្នកគេឡើងដូច couple តែម្ដងហើយក៏បានអរគុណទៅកាន់នាងខ្លាំងមែនទែនដែលបានលក្ខណៈថាដើរផ្សារមួយគេទិញកៅអៅស្អាតមួយគេឲ្យពាក់ទៅស្អាតដូចគ្នាចឹងដែរតែគេនឹងបាននិយាយនៅក្នុងចិត្តថាគេនឹងខំតស៊ូដើម្បីធ្វើជាមនុស្សល្អសម្រាប់នាងតែម្ដងនិយាយទៅធ្វើឲ្យនាងលក្ខណៈអញ្ញមបន្តិចបន្តមកពួកគេនឹងក៏បានដើរឆ្លងផ្លូវយ៉ាងសប្បាយរីករាយតែម្ដងគូគេទីដល់ឡើង sweet ទៅហើយគ្នាយើងគេនឹងបានមកដល់មើលលក្ខណៈ movie ចឹងទៅបន្ទាប់មកគេនឹងក៏ឆ្ងល់ជុំមិនបានក៏អីលក្ខណៈក៏អីគូស្នេហ៍ចឹងទៅដល់ពេលហ្នឹងហាយើងមកពីនេះមិនអង្គុយក៏អីគូស្នេហ៍បន្ទាប់មកក៏បានអោបដៃជុំមិនបានអោបដៃគេលឿនមិនហើយមិនឲ្យអោបដៃមិនមើលអ្នកដតីមើលគេអោបដៃឲ្យទៅអង្គុយក៏អីហ្នឹងលឿននៅប្រូមិនអត់ចង់មែនគេនឹងបានថាមានណាគេចង់តើគ្រាន់គេអ៊ីនចឹងទៅតែនាងបានញ៉ាំទៅប្រាប់របស់យើងកូននេះអ៊ីនរហូតហ្មងតើមកក៏បានចុចថ្ពាល់គេចឹងទៅតើមកបានរឿងក៏បានចាប់ផ្ដើមតែពេលហ្នឹងក៏បានសួរគេថាចុះបើសិនជាពូម៉ាក់គេនឹងឃើញតែពួកគេ date មិនទៅតែបន្ទាប់ពីមើលហើយហ្នឹងលក្ខណៈថាដែលយើងបានឃើញជាមួយនឹងអូមីហ្នឹងដែលបន្ទាប់ពីមើលហ្នឹងគឺនាងបានដេកឡើងកន្លះម៉ោងបាត់ទៅហើយមូលហេតុដែលនាងដេកហ្នឹងគឺនាងខកចិត្តខ្លាំងមែនទែនដោយសារតែរឿងមើលអត់ល្អមើលទៅធុញខ្លាំងមែនទែនតែហ្នឹងដែលពួកគេហ្នឹងគួរតែមើលលក្ខណៈថារឿងណាដែលពួកគេចូលចិត្តវិញទៅល្អជាងនិយាយទៅពិតជាខាពេលខ្លាំងមែនទែននេះគេហ្នឹងគួរតែមើលអារឿងវាយគ្នាណានេះអូយអាមើលអាហ្នឹងបានល្អមើលជាងតែបន្ទាប់ពីហ្នឹងមកពួកគេបានញ៉ាំឲ្យហើយតែពួកគេញ៉ាំមិនចាញ់ទេពួកគេក៏បានរនឹកឥឡូវពួកគេញ៉ាំទាំងអស់គ្នាតែម្ដងទៅឥឡូវគិតថាចង់ញ៉ាំ burger បន្ទាប់ពីញ៉ាំ burger ហើយក៏បានទៅញ៉ាំតឡងនិយាយទៅពួកគេនិយាយស្មើគ្នាតែម្ដងតែពួកគេហ្នឹងទៅជាមួយនឹងនេះយ៉ាងសប្បាយចិត្តតែយើងឃើញពេលនេះចាប់ផ្ដើមសាសនាទៅឲ្យគ្នាយើងតែបន្ទាប់ពីហ្នឹងមកហ្នឹងយើងក៏បានឃើញនាងនោះទៅកន្លែងនោះក៏ហងខនចុំទៅកន្លែងការ៉ាអូខេមែនដែលទូប្រាប់របស់យើងមិនដែលទៅនោះទេអញ្ចឹងឥឡូវមកទៅជាមួយនឹងនាងលើកដំបូងតែម្ដងតែពេលហ្នឹងពួកគេនឹងក៏បានចូលដាក់2ម៉ោងហើយក៏បានចាប់ផ្ដើមច្រៀងតែម្ដងបន្ទាប់ពីនាងច្រៀងហើយឲ្យទូប្រាប់របស់យើងច្រៀងម្ដងប៉ុន្តែគេមិនដឹងដាក់បទអីច្រៀងនេះទេមិនចេះច្រៀងបន្ទាប់មកនាងក៏បានកាត់ឥឡូវយល់ល្អពួកគេច្រៀង2នាក់តែម្ដងទៅតែបន្ទាប់ពីហ្នឹងមកពួកគេនឹងបានចំណាយពេលជាមួយនឹងគ្នាយ៉ាងសប្បាយរីករាយខ្លាំងមែនតើពួកគេនឹងបានច្រៀង2នាក់យ៉ាងសប្បាយតែមែនតើនៅជាមួយនឹងថ្ងៃ date គេមួយនេះហើយអ្នកដែលសប្បាយចិត្តជាងគេនឹងមានណាគេទៀតអ៊ូមីនឹងឯងក៏បានច្រៀងនិយាយទៅសំឡេងពិរោះខ្លាំងមែនតើអ្នកនេះអាចទៅស្ដាប់នៅជាមួយនឹងរឿងពេញបានទូប្រាប់របស់យើងមិនសូវចេះច្រៀងទេគ្រាន់តែលក្ខណៈថាច្រៀងអមជាមួយនឹងនាងចឹងទៅបើសិនអត់សូវចេះច្រៀងចឹងតែបន្ទាប់ពីហ្នឹងមកហ្នឹងយើងក៏បានគេចេញមកក៏បានទៅអង្គុយបងមួយដែលលក្ខណៈថាចិត្តដល់ Christmas ហើយគ្នាយើងតែពួកគេនឹងក៏បានអង្គុយតែមកសន្ទុះទៅដែលសារតែពួកគេនឹងចំណាយពេលច្រើនហើយចឹងពួកគេនឹងមានកន្លែងដែលពួកគេនឹងត្រូវទៅផ្សេងទៀតអីចឹងទៅបន្ទាប់ពីអង្គុយហើយពួកយើងឃើញពីរអ្នកគេនឹងក៏បានលក្ខណៈថាអង្គុយគ្នាអោបដៃគ្នាអើយគ្នាយើង anime នេះពិតជាញាក់សាច់មកគ្នាយើងក៏បានលុកដៃចូលកប៉ៅអាវទូប្រាប់របស់យើងឲ្យលក្ខណៈថាក្តៅអូនចឹងទៅដោយសារនាងតិចនាងពាក់ខ្លីអីចឹងដែលយើងឃើញពីអ្នកគេរោសារភាពស្នេហ៍ប្រាប់គ្នាហ្នឹងដែលទូប្រាប់របស់យើង
យើងក៏មិនទាន់សម្រេចចិត្តបានដែរលក្ខណៈថាគេមិនទាន់ហ៊ាននិយាយនៅទេដូចបេចឹងទៅបើថាទូប្រាប់បើយើងនិយាយបានលក្ខណៈថាសឹបដាក់តិចនាងក៏បានដែរដល់ពេលហ្នឹងតបានសឹបផងគ្រាន់តែនិយាយប្រហើហ្នឹងឡើងនាងទៅសាបាត់ទៅហើយដែលសំខាន់ថារោនិយាយមែនតើហ្នឹងក៏បានចេញជាមួយនឹងអ្នកនេះដឹងឲ្យមានណាគេទៀតក៏បានលើសំឡេងឈ្មោះពីរអ្នកនោះតែដល់ធ្វើឲ្យទូប្រាប់បើយើងក៏រៀងអារម្មណ៍របស់គេក៏អត់សូវល្អដូចគ្នាដែរដល់ពេលហ្នឹងដល់អ៊ូមីក៏បានសួរថាស្គាល់ពីរអ្នកគេនឹងមិនបន្ទាប់មកពួកគេនឹងក៏បានថារងើចេញប៉ុន្តែគេរបានតបានដើរចេញផងហ្នឹងក៏បានអោបទូប្រាប់បើយើងកុំឲ្យពីរអ្នកនោះដើរមកឃើញទូប្រាប់បើយើងនឹងឯងតែនិយាយទៅនឹងអ៊ូមីនឹងអត់ទាន់ស្គាល់ប៉ារបស់ទូប្រាប់បើយើងនៅទេមិនដឹងជាណាគេអញ្ចឹងទៅដែលធ្វើឲ្យពេលហ្នឹងក៏ឆ្ងល់លក្ខណៈថាម្នាក់ស្រីនឹងជាណាគេហើយត្រូវជាអីជាមួយនឹងប៉ាគេពិតប្រាកដបន្ទាប់មកពួកគេឥឡូវក៏អត់ចាប់ដើមខ្វល់អីនោះដែរក៏បានសម្រេចចិត្តថាទៅកន្លែងផ្សេងបន្ទាប់មកហ្នឹងគេហ្នឹងក៏បានមកដល់តែក៏បានឃើញម៉ាក់គេហ្នឹងដាក់មកដើមទៀតហើយដល់បានសុំទៅកាន់គេមែនតើដែលបានលក្ខណៈថាប្រាហ្នឹងនៅមុខគេប៉ុន្តែគេហ្នឹងមិនអីនោះទេគេយកស្ថានភាពអីចឹងទៅបន្ទាប់ពីហ្នឹងមកគួយហ្នឹងក៏បានសួរសុខទុក្ខថាម៉េចហើយដេតពីរអ្នកគេមិនអីតណាតណៃខ្លះមានអីប្រាប់លក្ខណៈថាទៅដេត movie ហើយទៅច្រៀងការ៉ាអូខេជុំគ្នាចឹងទៅធម្មតានោះទេតែទូប្រាប់បើយើងពេលហ្នឹងដែរហ្នឹងគូក្បាលគេហ្នឹងកំពុងតែគិតឲ្យថាម្នាក់ស្រីគឺជាណាគេជាសង្សារថ្មីគឺជាប្តីថ្មីប្រពន្ធថ្មីនិយាយទៅខ្វល់ខ្លាំងមែនតើចង់ប្រាប់ម៉ាក់គេប៉ុន្តែគេមិនហ៊ាននោះទេបានសួរញោះជាមួយនឹងទូប្រាប់បើយើងថាតាគេហ្នឹងថ្ងៃគ្រីស្មាស់ហ្នឹងទៅបានដើរលេងមួយនាងទៀតអត់ឬក៏មិនឬក៏ថ្ងៃសោកហ្នឹងគេតនេឬអត់បន្ទាប់មកទូប្រាប់យើងក៏បានថាអត់ដឹងព្រមប្រហែលជាថ្ងៃហ្នឹងប្រហែលជាគេតនេមើលទៅដល់ពេលហ្នឹងដែរម៉ាក់របស់គេហ្នឹងក៏បាននិយាយថាដោយសារតែប៉ារបស់គេហ្នឹងចង់ជួបគេនៅថ្ងៃសោកហ្នឹងអញ្ចឹងលក្ខណៈថាបើសិនជាអត់គេអត់ធ្វើអីទេអាចនឹងជួបគ្នាបានអញ្ចឹងហើយយើងក៏បានត្រឡប់កាត់ទៅដល់ក្រោយនៅពេលដែលពួកគេហ្នឹងបែកបាក់គ្នាអញ្ចឹងទៅទូប្រាប់បើយើងក៏មិនអីផងដែរហើយនិយាយទៅក្នុងមួយខែហ្នឹងក៏បានមកជួបទូប្រាប់បើយើងជារៀងរាល់ថ្ងៃផងដែរនាំទៅនេះនាំទៅនោះញ៉ាំរបស់ឆ្ងាញ់អីអញ្ចឹងទៅនិយាយទៅធ្វើឲ្យទូប្រាប់បើយើងសប្បាយចិត្តរីករាយទោះជាពីរនាក់គាត់លេងគ្នាមែនប៉ុន្តែទូប្រាប់បើយើងហ្នឹងក៏មិនដែលស្អប់ជាមួយនឹងប៉ារបស់គេនោះដែរនៅតែស្រឡាញ់អីធម្មតាអញ្ចឹងទៅដែលពួកគេហ្នឹងពេលខ្លះហ្នឹងក៏បាននឹងសម័យនៅពេលដែលពួកគេហ្នឹងញ៉ាំជុំគ្នាអីអញ្ចឹងដែរនិយាយទៅទូប្រាប់បើយើងហ្នឹងចង់ឲ្យពីរនាក់ត្រឡប់មកវិញប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចនោះទេហើយទូប្រាប់បើយើងហ្នឹងកើតខ្លាំងមែនទែនតែម្ដងតែគួរតែប្រាប់ម៉ាក់គេឬក៏មិនប៉ុន្តែមិនចង់ឲ្យរំខានម៉ាក់របស់គេនោះទេខ្លាចម៉ាក់របស់គេអត់សប្បាយចិត្តរីករាយអីអញ្ចឹងដែលគេនឹងប្រាប់ខ្លួនឯងថាបំភ្លេចឲ្យរឿងហ្នឹងចោលហើយកុំគិតឲ្យកុំយកមកនិយាយអីដែលទោះជាគេឃើញច្រើនដល់ប្រមាណលានដងក៏ដោយក៏មិននិយាយប្រាប់ម៉ាក់គេនោះដែរគេនឹងកំពុងតែគិតនិយាយម្នាក់ឯងនឹងក៏បានហេហើយមិនបាននិយាយអត់ឆ្លើយមានអីអញ្ចឹងក្រៃមិញថារោសួរមិនឥឡូវអត់សួរក៏បានសុំទោសទៅកាន់ម៉ាក់គេដែលសារគេមិញគេកន្លែងតែផ្លឹកគេថាគេងុយដេកអីអញ្ចឹងទៅក៏ពិតក៏ហត់នោះទេបន្ទាប់មកម៉ាក់គេហ្នឹងក៏បានទៅធ្វើអីអញ្ចឹងទៅដែលពេលហ្នឹងទូប្រាប់យើងក៏បានសួរទៅកាន់ម៉ាក់របស់គេថាតើម៉ាក់របស់គេនៅស្រឡាញ់ប៉ាគេទៀតអត់បន្ទាប់មកនាងលក្ខណៈថារៀងអឺអញ្ចឹងទៅដឹងឆ្លើយថាម៉េចនោះទេដែលបន្ទាប់ពីចំអិនមកហូបអាហារហ្នឹងក៏បាននិយាយថាម្ដងទៅថាមិនដែលស្អប់ឬក៏មិនទេនៅតែស្រឡាញ់ដដែលនៅឯងគ្រាន់ថាពេលខ្លះមិនដឹងធ្វើយ៉ាងម៉េចទេឲ្យវារឿងតែដំណើរទៅហើយបើសិនឲ្យជាមួយនឹងម៉ាក់គេស្អប់ជាមួយនឹងប៉ាគេហ្នឹងក៏មិនហ៊ាននោះដែរលក្ខណៈថាស្រឡាញ់គ្នាខ្លាំងហើយពួកគេធ្លាប់ធ្វើអីជាមួយនឹងគ្នាអីផ្សេងលក្ខណៈធ្វើអីដែលបាក់ជាមួយនឹងគ្នារាប់ឆ្នាំរាប់ខែអញ្ចឹងទៅពិបាកបំភ្លេចខ្លាំងមែនទេហើយសូម្បីតែរុកថនហ្នឹងក៏មិនហ៊ានបោះចោលនៅដែរនិយាយទៅទុកខ្លាំងតាំងពីនៅតូចតែម្ដងមិនថាទូប្រាប់បើយើងនៅតូចមិនថាទូប្រាប់បើយើងតន់កើតហ្នឹងគេមានរុកថតដូចគ្នាដែលពីរអ្នកគេបានមានរុកជាមួយនឹងគ្នាច្រើនខ្លាំងមែនទេឥឡូវចង់មើលមកចាំម៉ាក់ឲ្យមើលដែលបន្ទាប់ពីហ្នឹងដែរពីរអ្នកគេនឹងបានញ៉ាំហើយហ្នឹងក៏បានឲ្យមើលរូបទូប្រាប់បើយើងកាននៅតូចនិយាយទៅទូប្រាប់បើយើងគឺជាអ្នកបកាយយំខ្លាំងមែនទេនិយាយទៅដូចអ្នកមើលអញ្ចឹងនៅតូចគឺបកាយយំស្ដាច់យំខ្លាំងមែនទេហើយនៅតូចនឹងម៉ាក់ទូប្រាប់បើយើងស្អាតខ្លាំងមែនទេហ្មងណាដែលពេលនេះដែរគេដឹងហើយថាម៉ាក់របស់គេនៅតែសប្បាយចិត្តនៅតែស្រឡាញ់ប៉ារបស់គេដូចដើមអញ្ចឹងតែគេនឹងមិនចង់ឲ្យការសប្បាយចិត្តមួយនឹងរលរីផិតផលអីទេអញ្ចឹងថ្ងៃហ្នឹងយើងមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាជំរឿនជួយជាមួយនឹងគ្នាអេពីសូតទី8នៅតែក្រោយណាជួបគ្នាវីដេអូក្រោយណាបាយបាយ